Hello សួស្តីអ្នកនរគ្នាត្រឡប់វិញជាមួយនឹងការសង្ខេបរឿង Ben 10របស់យើងសាជាថ្មីហើយនៅក្នុង episode នេះផងដែរយើងក៏បានឃើញក្រុម Ben ទៅបានជួយបរិមម្នាក់ដែលបានក្លាយទៅជា DNA Alien ដែលពេលហ្នឹងក៏បានកើតចេញពីសបុកពួក DNA Alien ហើយក៏បានមកជួបជាមួយនឹងក្រុម Ben ហ្នឹងឯងតោះយើងទៅមើលថាមានរឿងអីខ្លះកើតឡើងទៅតាមដានទាំងអស់គ្នាហ្នឹងហើយអ្នកនរគ្នាសាររឿងរបស់យើងគឺចាប់ផ្ដើមឡើងមកដោយយើងបានឃើញនៅតំបន់វាខ្សាច់មានឡានដឹកទំនិញមួយត្រូវបានបើកដោយបរិមម្នាក់មានឈ្មោះថា Tyler ហើយបើមើលទៅទឹកមុខរបស់គេហ្នឹងគឺដូចជាមិនសូវស្រួលនោះទេបែកញើសស្រាក់តែម្ដងដូចជាគេនឹងកំពុងតែរត់គេចចេញពីអីមួយយ៉ាងអញ្ចឹងហើយភ្លាមនោះយើងក៏បានឃើញ flashback ការចងចាំរបស់ Tyler មុននឹងបន្តិចផងដែរដែលនៅក្នុងនោះយើងបានឃើញថាវាតកតងជាមួយនឹងគម្រោងការរបស់ពួក DNA Alien យើងឃើញពួក DNA Alien បានយកអីមួយយ៉ាងគ្របចិត្តយកទៅដាក់ចូលក្នុងឡានដឹកទំនិញមួយនិងការសាងសង់បកគោក្លោនទ្វារយក្សក៏ដូចជាការបង្កើន Xenocyte របស់ពួក Hybrid និងចុងក្រោយយើងបានឃើញ Tyler ដែលពួននៅទីនោះក៏បានឆ្លៀតឱកាសចូលមកបើកឡានដឹកទំនិញដែល DNA Alien បានដាក់អីចូលមិញនឹងឯងហើយក៏បានបើករត់គេចចេញពីទីនោះរហូតមកដល់តំបន់វាខ្សាច់ដែលយើងបានឃើញនឹងឯងហើយនៅពេលដែល Tyler កំពុងតែបន្តដំណើរនឹងយើងគិតថាគេនឹងគឺដូចជាអត់ស្រួលទៅហើយមើលផ្លូវមិនចំផ្លូវនោះទេហើយមើលទៅក្បាលរបស់គេនឹងគឺដូចជាឈឺខ្លាំងមែនទែនហើយភ្លាមនឹងគេក៏បានភាំងមកផ្លែធ្វើឲ្យបាត់បង់ការគ្រប់គ្រងទៅលើឡាននិងបានធ្លាក់ជម្រាបផ្លូវចោះជម្រាបកឡាប់អីចឹងទៅក៏ប៉ុន្តែឃើញថា Tyler គឺអត់បានកើតអីនោះទេបើកទ្វារចោះចេញពីឡានមកដើរចាក់ចេញពីទីនោះធម្មតាហើយនៅពេលដែលគេដើរតាមផ្លូវហ្នឹងក៏ស្រាប់តែមានអ្នកជិះឆ្លងកាត់នៅទីនោះបានឈប់ហៅគេឡើងជីចឹងទៅនៅពេលដែលពួកគេណែនាំខ្លួនឃើញថា Tyler គឺអត់ស្គាល់ខ្លួនឯងថាជាណាគេនោះទេទោះតែបើកកវោមើលតែញៀនបានទៅដឹងហើយបន្តមក Tyler ក៏បាននិយាយរឿង DNA Alien ដែលបានធ្វើឲ្យការចងចាំរបស់គេនឹងញ៉ៃប្រាប់តែប៉ែនឹងពងដែរហើយសម្រាប់មនុស្សធម្មតាមានណាគេទៅជឿរឿងចឹងចង់មានគេតែឈួតហើយមានអីទៀត Tyler ក៏ត្រូវបានប៉ែនឹងដេញចេញឲ្យដើរបន្តចឹងទៅណែក្រោយមកសេរឿងក៏កើតមកនៅស្ថានីយ៍ប៉ូប៉ូលីសត្រួតត្រានៅតំបន់វាខ្សាច់ហ្នឹងហើយយើងក៏បានឃើញ Tyler នៅនឹងផងដែរដែលគេនឹងគឺមរេការតែតងជាមួយនឹងរឿងសបុក Alien ហ្នឹងឯងក៏ប៉ុន្តែ Skype នៅនឹងគឺដូចជាអត់ជឿនោះទេនឹងគិតថា Tyler នឹងប្រហែលជាមានបញ្ហាស្ទះអារម្មណ៍ហើយក៏បានបញ្ជាកូនចៅរបស់គេនឹងយក Tyler ទៅដាក់ឃុំឃាំងសិនអីចឹងទៅហើយនៅពេលនឹងដែរយើងក៏បានឃើញមានប៉ូលីសម្នាក់ក៏ដូចជាបានខលទៅប្រាប់គ្នារបស់គេថា Tyler នឹងគឺមកដល់នេះហើយមើលទៅគួរសង្ស័យខ្លាំងមែនទែនសង្ស័យ DNA លៀនបន្លំខ្លួនហើយមើលទៅហ្នឹងហើយនៅពេលដែល Tyler បានចូលមកដល់ក្នុងគុករបស់គេក៏ព្យាយាមរំលឹកការចងចាំរបស់គេចឹងទៅក៏ប៉ុន្តែអត់មានចាំអីក្រៅពីឈ្មោះនិងអាយុរបស់គេនោះឡើយហើយគេថាការចងចាំរបស់គេនឹងគឺដូចជាញ៉ៃខ្លាំងមែនទែននៅពេលនោះដែរគេក៏បានតម្រេតខ្លួនមកភាំងជាមួយនឹងការចងចាំនៃពួក Hybrid ក៏ស្រាប់តែនៅពេលនោះមានប៉ូលីសពីរនាក់បានចូលមកដល់គឺអប៉ែតែប្រាប់គ្នាមិននឹងជាមួយនឹងគ្នាគេម្នាក់ទៀតនៅបានចូលមកសួរ Tyler តែតងជាមួយនឹងសោដែលគេបានយកទៅចឹងទៅក៏ប៉ុន្តែ Tyler នេះវិញគឺអត់ដឹងខ្យល់អីលេងអត់ដឹងពួកនឹងនិយាយពីអីនោះទេហើយភ្លាមនឹងអប៉ែប៉ូលីសនោះក៏បានដកកាភ្លើងចេញមកនិងបានស្ទូមកខ្ទប់មាត់របស់ Tyler កុំឲ្យស្រែកហើយពួកគេក៏បានបតែបន្តគ្នាចឹងទៅរួចយើងក៏បានមករកឃើញថានៅប៉ូប៉ូលីសនេះគឺពិតជាមាន DNA Alien មកបន្លំខ្លួនពិតមែនហើយបន្ទាប់ពីបានបង្ហាញរូបរាងហើយ DNA Alien នឹងក៏បាននិយាយថាដំបូងនឹងគឺអត់ចង់ធ្វើបាប Tyler នោះទេគ្រាន់តែចង់ដឹងពីដំណឹងរបស់សោក៏ប៉ុន្តែឥឡូវគឺថាការដូរផែនការហើយក៏ប៉ុន្តែមានតនបានធ្វើអីទៅលើ Tyler ផងក៏ស្រាប់តែ Tyler នឹងបានទៅយកអាក្រែដែករបស់អ្នកទោសនឹងយកមកចាប់រុញអាពីរអ្នកនឹងផ្ទប់នៅយ៉ាងហើយក៏បានកាច់ក្រែនឹងផ្ទាល់ពីរអ្នកនឹងជាប់នៅនឹងអញ្ចឹងទៅហើយក៏រត់ចាក់ចេញពីទីនោះហើយពេលនឹង DNA Alien ពីរក៏បាននឹងក៏បានទៅឡោះខ្លួនរួចហើយក៏បានរត់ចេញមកតាម Tyler មកដល់ក្រៅអញ្ចឹងទៅក៏ប៉ុន្តែយើងគិតថា Tyler គឺអត់ទាន់រត់ទៅណាឆ្ងាយនោះទេនៅពួនក្បែរឡាននឹងឯងហើយនៅពេលនោះ Tyler ក៏ត្រូវបាន DNA Alien នឹងរកឃើញអញ្ចឹងទៅហើយភ្លាម Tyler ក៏ដាក់មេប្រូចរត់ចេញទៅមាត់ខ្នល់ដែលស្របពេលនឹងក៏មានឡានពណ៌បៃតងមួយដែលជាឡានរបស់ Kevin នឹងឯងបើកមកដល់ជ្រែកខ្វាច់បើកទ្វារឡានហើយ Tyler ឲ្យចូលទៅក្នុងហើយក៏បានបើកចាក់ចេញពីទីនោះអញ្ចឹងទៅហើយនឹងឯងនៅពេលដែលពួកគេកំពុងតែបន្តដំណើរនឹង Tyler ក៏បានសួរទៅកាន់ក្រុម Ben ថាជាណាគេហើយ Ben ក៏បានណែនាំខ្លួនពួកគេនឹងប្រាប់ទៅកាន់ Tyler អញ្ចឹងទៅក៏ប៉ុន្តែ Tyler គឺអត់ទាន់ជឿ 100% នោះទេក៏បានយកដៃរបស់គេនឹងទៅចាប់ទាញមុខរបស់ Ben ឃើញលោក Ben នឹងជា DNA Alien ពាក់ ID ម៉ាស់បន្លំខ្លួនអីចឹងណាហើយនៅពេលហ្នឹង Tyler គឺអត់ហ៊ានប្រាប់តែទៅមួយរឿង Alien នោះទេខ្លាចពួកនឹងគេថាគេឈួតអីចឹងទៅក៏ប៉ុន្តែបន្ទាប់ពីដឹងថាក្រុម Ben នឹងគឺដឹងតែទៅមួយរឿង Alien គឺថាគេឡើងភ្ញាក់ផ្អើលតែម្ដងហើយនៅពេលហ្នឹងយើងក៏បានដឹងថាក្រុម Ben នឹងមិនមែនចៃដន្យជីមកជួបហើយក៏ជួយ Tyler នោះទេតាមពិតទៅក្រុម Ben គឺបានដឹងពីស្ថានភាពរបស់ Tyler ហើយដែលពួកគេនឹងបានប្រើ Plumber Badge scan ចាប់កិច្ចសន្ទនាណាដែលបាននិយាយគ្នាតាក់ទងជាមួយនឹងបច្ចេកវិទ្យាលើសពីកម្រិត2ហើយឈ្មោះ Tyler នឹងក៏បានលើកឡើងដែលថា Tyler គឺមានបច្ចេកវិទ្យាកម្រិត Level 5ដែលជាកូនសោពិសេសមួយហើយនៅពេលហ្នឹងក្រុម Ben ក៏ឆ្ងល់ផងដែរថា Tyler នឹងអាចទៅមានបច្ចេកវិទ្យាទំនើប Level 5របស់ពួក DNA Alien នឹងបានដោយវិធីណាក៏ប៉ុន្តែ Tyler គឺអត់ចាំនោះទេដោយសារតែការចងចាំគេដូចជាញ៉ៃពេកហើយនៅពេលហ្នឹងគេក៏បានយកអាប្រដាប់កេហ្គីតារបស់គេដែលជាប់នៅក្នុងកាបូបរបស់គេនឹងចេញមកហើយក្រុម Ben នៅពេលដែលឃើញហើយក៏បានសន្និដ្ឋានថាប្រហែលជាការពីមុនហ្នឹង Tyler គឺជាអ្នកលេងភ្លេងហើយភ្លាមហ្នឹង Ben ក៏បានស្ទុះមកប្រាប់ Kevin ឲ្យបញ្ញាបិទភ្លើងឡានក៏ព្រោះតែគេបានឃើញ DNA Alien ជាយ៉ាងកំពុងតែច្រវាច់ភ្លើងនៅឯជម្រាលផ្លូវដែលប្រហែលជាពួកគេនឹងកំពុងតែស្វែងរកកូនសោពិសេសហ្នឹងហើយនៅពេលហ្នឹងដោយសារតែគេជីបិទភ្លើងក៏បានតែកិនដុំថ្មមួយធ្វើមានលឺសំឡេងហើយពួក DNA Alien បានលឺហើយក៏បានរត់ឡើងមកលើផ្លូវដើម្បីរកមើលក៏ប៉ុន្តែ Kevin នឹងក៏បានជិះចូលទៅពួនក្រោយដុំថ្មតាន់ពេកនៅបន្ទាប់ពីពួកគេបានឆ្លងផុតកន្លែងហ្នឹងក្រុម Ben ក៏គិតថាមើលទៅផែនការរបស់ Hybrid លើកនេះគឺធំមែនតើហើយបានជានាំគ្នាទៅវងតែម្ដងចេញមករកកូនសោមួយហ្នឹងហើយនៅពេលហ្នឹង Tyler ក៏បានប្រាប់ផ្លូវ
Kevin នាំទៅរកកន្លែងឡានដឹកទំនិញដែលគេបើកធ្លាក់ផ្លូវបានទុកចោលហើយនៅពេលដែលពួកគេបានមកដល់តំបន់ហ្នឹងពួកគេក៏បានចោទទៅដើរមើលចឹងទៅនឹងបានឃើញឡានដឹកទំនិញនឹងពងដែរដែលភ្លាមៗ Gwen ក៏បានប្រាម៉ាណារបស់នេះចាប់ទីទ្វារខាងក្រោយបើកមើលក៏ប៉ុន្តែអត់ទាន់បានឃើញអីនោះទេហើយភ្លាមនឹងបែបយើងក៏បានប្រា Omnitrade Prime ជា Chroma Stone ដែលធ្វើឲ្យ Tyler នៅពេលដែលបានឃើញហើយគឺថាឡើងភ្ញាក់ផ្អើលតែម្ដងនៅពេលហ្នឹងបែបយើងក៏បានបាញ់ថាពលទៅកាន់អញ្ចាំងចាប់ហើយចូលទៅមើលខាងក្នុងថាវាមានស្អីហើយនៅពេលដែលបានចូលទៅខាងក្នុងក៏បានឃើញសោពិសេសនឹងពងដែរក៏ប៉ុន្តែក៏មាន DNA លៀនមកវងនៅនឹងចាំការពារដូចគ្នាហើយនៅពេលដែល Kevin ឆ្ងល់ថា Ben មិនបានចូលទៅយូរម៉េចក៏បានដើរចូលមកអឺតមើលមានណាបែបយើងក៏ត្រូវបាន DNA លៀនដាក់ឡើងផ្លោងចេញទៅខាងក្រៅតែម្ដងហើយបែបយើងគឺអត់បានកើតអីនោះទេហើយពួក DNA លៀនក៏ចាប់ផ្ដើមលូតចេញមកខាងក្រៅចឹងទៅហើយក៏ចូលទៅចាប់ Ben ជាប់ហើយភ្លាមនឹង Gwen ក៏បានវាយមកកាន់ពួក DNA លៀនចំណែក Kevin ក៏បានស្រូបដែកមកជួយ Tyler ពីពួក DNA លៀនផងដែរហើយនៅពេលដែលពួកគេចាប់ផ្ដើមប្រយុទ្ធគ្នាជាមួយនឹងពួក DNA លៀន Tyler ក៏បានទៅឈរមើលកូនសៅពិសេសដែល Hybrid ហៅថា Oscillatokinase ចឹងទៅដែលស្របពេលហ្នឹងបែបយើងក៏ត្រឡប់ខ្លួនចេញពី DNA លៀនបានក៏ប៉ុន្តែនៅពេលហ្នឹងក៏មាន DNA លៀនមួយទៀតបានយកកឡមួយដែលមាន Xenocyte នៅក្នុងហ្នឹងបើកមកឲ្យ Xenocyte ហ្នឹងហក់មកតោងលើក្បាលរបស់ Ben នេះចឹងទៅហើយបើក៏លេខមកមើល Tyler នៅវិញ Kevin នៅក្បែរហ្នឹងក៏ត្រូវបាន DNA លៀនហ្នឹងចូលមកសង្គ្រោះតែម្ដងគឺថាពួកហ្នឹងអត់មកវាយ Tyler នោះទេដែល Tyler នៅពេលហ្នឹងកំពុងតែស្រឡាញ់អាកូនសៅ Oscillatokinase ហ្នឹងក៏បានចាប់ផ្ដើមនឹកឃើញការចងចាំរបស់គេមកវិញតាក់ទងជាមួយនឹងមេ Hybrid នេះចឹងទៅដែលនៅក្នុងហ្នឹងពួកមេ Hybrid កំពុងនិយាយគ្នាតាក់ទងមួយការបញ្ចប់គម្រោងរបស់គេដែលលើកតបមកទាំងអស់តែម្ដងដើម្បីចាត់ការផែនដីចឹងទៅក៏ប៉ុន្តែដោយសារតែកូនសៅពិសេសនឹងបាត់អញ្ចឹងពួកគេនឹងគឺអត់ទាន់អាចបញ្ចប់គម្រោងការនឹងនោះឡើយហើយបន្ទាប់ពីនឹកឃើញចឹងហើយ Tyler គឺដឹងច្បាស់ថាត្រូវធ្វើម៉េចដើម្បីជួយផែនដីគឺរក្សាកូនសៅនឹងឲ្យនៅឆ្ងាយពីដៃរបស់ Hybrid នឹងឯងនឹងឯងត្រឡប់មកមើលកាំង Ben ដែលត្រូវ Xenocyte ទុំលើក្បាលនេះវិញគឺថាគេអត់បានកើតអីនោះទេឈរអោបដៃយ៉ាងស្ងាត់ហើយក៏បាននិយាយតែកាន់ពួក DNA លៀនចឹងទៅថាជុំមើលងាយរាងកាយស៊ីលីកូននឹងផងគេតែ Xenocyte នឹងអាចទម្លុះបានមែនហើយនឹងឯងនិយាយចប់ Ben នឹងក៏ចាត់ការពួកនៅចឹងទៅហើយក៏បានទៅជួយ Kevin ផងដែរឲ្យមើលទៅ Kevin ក៏ដូចជាវេទនាដល់កយត្រូវបានពួក DNA ចាប់រើតនារួចនោះទេហើយពួកអានោះលេងចាប់ហែករាងកាយស្របដៃរបស់ Kevin យកតែម្ដងហើយសំណាងល្អរបស់ Kevin នេះដែលបាន Ben មកជួយទាន់នៅកុំអីនឹងដឹងមិនម៉ានោះទេហើយចំណែកខាង Gwen នៅវិញក៏បានចាត់ការពួកនឹងអស់ផងដែរនៅសល់តែមួយនោះទេហើយក្រុម Ben នៅពេលហ្នឹងគឺថាអត់ចាត់ការពួកនឹងនោះទេប៉ុន្តែពួកគេនឹងរត់ចាក់ចេញពីទីហ្នឹងឯងចឹងទៅហ្នឹងឯងបន្ទាប់ពីពួក DNA នឹងងើបឡើងជិះឡានរត់គេចាក់ចេញពីទីនោះ Tyler ដែលបានការចងចាំរបស់គេមកវិញហ្នឹងក៏បានប្រាប់ទៅកាន់ក្រុម Ben ថាផែនការរបស់ពួក Hybrid គឺពួកគេកំពុងតែបង្កើតច្រកទ្វារ Dimension មួយនៅឯរដ្ឋ Los Solidez ដើម្បីនាំទ័ពមកកម្ចាត់ពូជសាសន៍មនុស្សនៅឯផែនដីហ្នឹងឯងដែលបន្ទាប់ពីឮរឿងហ្នឹង Ben ក៏បានដឹងផងដែរថាហេតុអីបានជា Tyler ហ្នឹងអាចមានការចងចាំមួយហ្នឹងនឹងការដែលគេនឹងក្លាប់ឡានក៏ប៉ុន្តែអត់មានឃើញកើតអីតតែសោះដែលពេលនោះ Ben ក៏បានដើរចូលទៅទាញស្រោមមក ID មកចេញពីមុខរបស់ Tyler ដែលតាមពិតទៅ Tyler គឺបានខ្លាយទៅជា DNA លៀនហ្នឹងយូរហើយគ្រាន់តែខួរក្បាលរបស់គេនឹងព្យាយាមប្រឆាំងពីការគ្រប់គ្រងរបស់ Xenocyte ហើយនៅពេលហ្នឹងក្រុម Ben ក៏បានប្រាប់ទៅ Tyler កាលដែលពួក Hybrid បានគ្រប់គ្រងមនុស្សជាតិមកទីក្រុងបំលែងដោយប្រើ Xenocyte នឹងឲ្យទៅជា DNA លៀនធ្វើជាកូនចៅនឹងបានបន្ថែមថាពួកគេនឹងនឹងបាត់បង់លោកតាមរបស់គេជាមួយនឹងបងប្រុសរបស់ Gwen Ken ផងដែរហើយនៅពេលហ្នឹង Ben ក៏បានបន្ថែមទៀតថាកាលពីប្រហែលមួយអាទិត្យពីអាទិត្យមុនពួកគេនឹងក៏បានតែកន្លែងដែលពួក DNA លៀនកំពុងតែសាងសង់ច្រកទ្វារនឹងផងដែរនឹងបានកំទេចឧបករណ៍មួយដែលក្រុម Ben នឹងគេថាអាចពន្យាផែនការរបស់ពួក Hybrid នឹងបានខ្លះហើយបន្ទាប់ពីស្ដាប់ឮរឿងអស់ហ្នឹងហើយ Tyler នៅវិញក៏បាននឹកឃើញការចងចាំគេទៀតដែរដែលថាកូនសៅ Oscillatokinase នឹងតែបើគេទទួលបានបញ្ជាត្រូវដឹកតែរដ្ឋ Los Solidez ដើម្បីបញ្ចប់គម្រោងសាងសង់ច្រកទ្វារវិមាត្រនឹងឯងក៏ប៉ុន្តែគឺដោយតែយើងបានដឹងពីដើមរឿងអញ្ចឹងគេក៏ចាប់ផ្ដើមមានការចងចាំមកវិញហើយក៏បើករត់អីចឹងទៅហើយនៅពេលហ្នឹង Gwen ជាមួយនឹង Ben ដោយឃើញ Tyler ជាគំរូគិតថា DNA លៀនផ្សេងៗប្រហែលជាអាចនឹងប្រែជាមាន state ដូចជា Tyler ក៏គិតថាចង់ជួយពួកគេចឹងទៅហើយនៅពេលហ្នឹងអ្វីដែលពួកគេត្រូវធ្វើគឺរក្សាកូនសៅហ្នឹងឲ្យនៅឆ្ងាយពីដៃរបស់ពួក Hybrid ហ្នឹងឯងហើយពេលហ្នឹង Tyler ក៏ស្ម័គ្រចិត្តជួយក្រុម Ben ដូចគ្នានឹងបានស្ទូចូលទៅចាប់ហើយទូឡានដឹកទំនិញហ្នឹងបញ្ចេញកូនសៅមកចឹងទៅហើយភ្លាមៗ Gwen ក៏ចូលមកប្រាម៉ាណាចាប់លើក៏តែលើរួច Ben ក៏បានប្រើ Omnitrade Prime មកជា Alien Humongousaurus ដើម្បីចាប់អូកូនសៅនៅចឹងទៅដែលពួកគេនឹងគឺចង់យកកូនសៅនឹងចាក់ចេញពីទីណាឆ្ងាយក៏ព្រោះតែខ្លាចពួក DNA លៀនមិនហ្នឹងទៅនាំបាក់ពួកវាមកទៅដើមអញ្ចឹងទៅហើយពិតជាដោយអ្វីដែលពួកគេបារម្ភនឹងឯងគ្រាន់តែដើរចេញបន្តិចមិនទាន់ទៅដល់ឡានរបស់ Kevin ស្រួលបួផងក៏ស្រាប់តែមានយានរបស់ពួក DNA លៀនបានហោះសម្ដៅមករកពួកគេនឹងឯងនឹងបានដំណើរការបច្ចេកវិទ្យាបាញ់ beam ស្រូបចោលមកខាងក្រោយហើយគ្រាន់តែឃើញភ្លាម Kevin គឺស្គាល់ហើយថាជា beam ស្រូបមានអីទៀតក៏បបួលគ្នាដាក់មេប្រូចនឹងឯងដែលស្របពេលនឹងដែរ Humongousaurus ដែលបានពង្រីកខ្លួនទៅជាទម្រង់យក្សរបស់គេមុនហ្នឹងក៏បានចាប់លើកូនសៅនឹងនាំគ្នារត់ចុះជម្រាលអញ្ចឹងទៅហើយបន្ទាប់ពីចុះជម្រាលទៅដល់ក្រោមពួក DNA លៀនក៏ទៅយ៉ាយកណ្ដុងអា beam ស្រូបនឹងដាក់មកកាន់ក្រុម Ben តែម្ដងហើយភ្លាមៗ Gwen ក៏បានប្រាម៉ាណារបស់នាងធ្វើជាខែការពារកុំឲ្យពួក DNA លៀននឹងស្រូបបានកូនសៅនឹងអញ្ចឹងទៅដែលនៅពេលនឹងដែរពួក DNA លៀនដែលនៅលើយាននឹងក៏ចាប់ផ្ដើមលោតចុះមកអញ្ចឹងទៅកាន់ក្រុមម្នាក់មួយបាញ់មកកាន់ក្រុម Ben អញ្ចឹងទៅដែលភ្លាមនឹង Tyler ដែលបានគិតថាខ្លួនខ្លាចជាបិសាចគ្មានថ្ងៃវិលមកជាមនុស្សវិញនឹងក៏អត់ខ្លាចងាប់ផងដែររត់ចូលទៅតតាំងជាមួយនឹងពួកនឹងតែម្ដងរត់គេចគ្រាប់បាញ់ស្ដោះទឹកមាត់ដាក់តទល់ទៅវិញអញ្ចឹងទៅក៏ប៉ុន្តែដោយសារតែ Ben ជា hero គឺគេអត់ចង់ឲ្យមានការលះបង់ជីវិតនៅក្នុងបេសកកម្មនោះឡើយក៏បានចូលមកការពារ Tyler អញ្ចឹងទៅហើយថ្ងៃបន្ទាប់ពីជួយ Tyler ហើយ Ben ក៏ប្រាប់ឲ្យ Gwen ព្យាយាមទប់ទល់ទៅរួចគេនឹងក៏បានប្រែមកជា Jet Ray ទៅវាប្រាយានដែលនៅខាងលើស្របពេលដែល Kevin ក៏បានចូលទៅស្រូបថ្មធ្វើជាតាពលទៅការពារខ្លួនក៏ដូចជាវាប្រាជាមួយនឹងពួក
DNA លៀន Ben នៅខាងលើដែលកំពុងតែហោះកិច្ចក្ររបស់ពួក DNA លៀនក៏បានវិប្រាទៅវិញផងដែរដាក់ Malaysia ផ្ទុះពេញនឹងឯងចំណែក Kevin ជាមួយនឹង Tyler នៅខាងក្រៅក៏បានប្រើថ្មគប់តតាំងជាមួយនឹងពួក DNA លៀនអីចឹងទៅស្របពេលដែល Ben កំពុងតែវេទនាទប់ទល់ជាមួយនឹងថាពល beam ស្រូបរបស់ពួក DNA លៀនហ្នឹង Ben នៅវិញក៏អាចទម្លុះចូលទៅក្នុងយានបានផងដែរនៅបានចាប់សួរ DNA លៀនមួយពីរបៀបបិទដំណើរការអា beam ស្រូបហ្នឹងក៏តែ DNA លៀនហ្នឹងអត់ឆ្លើយនោះទេហើយមានអីទៀតឃើញ DNA ផ្សេងទៀតបានចូលមកដល់ Ben របស់យើងក៏ដាក់ទៅ boom ហើយចំណែកនៅខាងក្រៅនៅវិញក៏ដូចជារងសម្ពាធពីពួក DNA លៀនដល់កអី Kevin នេះគឺវេទនាខ្លាំងមែនទែនព្យាយាមការពារ Gwen ផងការពារខ្លួនឯងផងហើយនៅពេលនោះដែរ Tyler ក៏ត្រូវបានពួក DNA ប្រមាណអ្នកចូលមកចាប់គេជាប់នឹងបាននិយាយថាពេលត្រឡប់ទៅវិញការចងចាំទៅប្រមាណរបស់ Tyler នឹងត្រូវបានលុបចោលទាំងអស់ដើម្បីឲ្យគេនឹងបន្តធ្វើជា DNA លៀនអីចឹងទៅហើយនៅពេលហ្នឹងយើងគេថា Gwen គឺដូចជាទប់ទល់លែងបានហើយបន្តិចក្រោយមក shield របស់នាងក៏ត្រូវបានបែកហើយចំណែកពួក DNA លៀនបានគោលដៅរបស់គេហើយចាំការទៀតដាក់មេប្រូចរត់ចូលអា beam ស្រូបហ្នឹងដើម្បីឡើងទៅលើយានរបស់ពួកគេវិញចឹងទៅដែលពួក DNA លៀន Tyler ក៏ដូចជាកូនសៅ Skeleton ហ្នឹងក៏ត្រូវបានស្រូបឡើងចឹងទៅមិនតែប៉ុណ្ណោះ Gwen ក៏ត្រូវបានស្រូបទៅដូចគ្នាក៏ប៉ុន្តែសំណាងល្អបាន Kevin នៅក្បែរនោះមកជួយនាងតាន់ហើយនៅពេលហ្នឹងយើងក៏បានឃើញ Ben នៅលើអាកាសស្រាប់ក៏បានហោះមកសំកាំងដែលមើលទៅគេហ្នឹងគឺដូចជាកំពុងតែគិតថាត្រូវធ្វើម៉េចអីចឹងទៅដែលភ្លាមនោះ Kevin នៅខាងក្រោមនោះក៏បានស្រែកប្រាប់ឲ្យ Ben ហ្នឹងបាញ់អាកញ្ចក់ដែលបាញ់បញ្ចេញ beam ស្រូបហ្នឹងមកកុំភ្លេចវាឲ្យធ្លាក់កូនសៅធ្លាក់ Tyler មកវិញអីចឹងទៅក៏ប៉ុន្តែ Ben នៅពេលហ្នឹងប្រហែលជាគេគិតថាពេលដែលបាញ់កញ្ចក់ហ្នឹងហើយធ្វើឲ្យយានហ្នឹងផ្ទុះអាចនឹងងាប់ពួក DNA លៀនដែលពីមុនក៏ជាមនុស្សហ្នឹងដែរគេក៏បានធ្វើតាមសម្ដី Kevin នោះឡើយផ្ទុយមកវិញគេបានត្រឹមតែហោះទៅជួយ Tyler ហ្នឹងឯងហ្នឹងឯងពួក DNA លៀនបានកូនសៅ Skeleton Key របស់គេវិញអីក៏ហោះចាក់ចេញពីទីនោះអញ្ចឹងទៅស្របពេលដែល Ben នៅវិញក៏បានជួយ Tyler បានសម្រេចហើយនៅពេលនោះដែរ Gwen ជាមួយនឹង Kevin ក៏ចូលមកនិយាយទៅកាន់ Ben អញ្ចឹងទៅថាជំរឿរបស់គេនឹងពិតជាល្អដែរមែនហើយ Ben នៅពេលហ្នឹងក៏បានតបវិញថាជំរឿរបស់គេនឹងគឺគ្រាន់តែអត់ចង់ឲ្យមានការពាក់លីនឹងឯងហើយនៅពេលហ្នឹង Tyler ក៏ដូចជាខកចិត្តខ្លាំងមែនទែនដែលពួកគេចាញ់ពួក DNA លៀនហើយមិនយូរមិនឆាប់នោះទេពួក Hybrid នឹងសម្រេចគម្រោងច្រកទ្វារវិមាត្រហ្នឹងឯងនឹងនាំតបមកกับតិចផែនដីជាមិនខានហើយអ្វីដែលធ្វើឲ្យគេនឹងកាន់តែមានអារម្មណ៍ថាខុសនឹងគឺការដែលគេនឹងមានរូបរាងជា alien ដែលឆាប់នឹងមកវាប្រហារកំតិចផែនដីនឹងឯងហើយភ្លាមនឹងដែរ Ben ក៏បានចូលមកប្រើថាពលរបស់ Omnitrix ដើម្បីកែប្រែ DNA ដែល Xenocyte បានកែប្រែរបស់ Tyler នឹងឲ្យប្រែមកជាដូចដើមវិញនៅបន្ទាប់ពី Tyler ទទួលបានការចងចាំក៏ដូចជារាងកាយរបស់គេត្រឡប់មកវិញនឹង Ben ក៏បាននិយាយថាយ៉ាងណាពួកគេនឹងគឺមិនទាន់អស់សង្ឃឹមនោះឡើយហើយណាក៏ពួកគេដឹងពីផែនការរបស់ពួក Hybrid ក៏ដូចជាទីតាំងដែលពួកគេនឹងត្រូវប្រព្រឹត្តផងដែរអញ្ចឹងស្រួលចាត់ការនោះទេហ្នឹងហើយអ្នកនរគ្នាសេរីរបស់យើងនៅក្នុង episode ហ្នឹងគឺមានតែប៉ុណ្្នឹងឯងហ្នឹងហើយអ្នកនរគ្នាជួបគ្នានៅវីដេអូ episode ក្រោយហើយមុននឹងបញ្ចប់វីដេអូខ្ញុំសូមពឹងអ្នកនរគ្នាបន្តិចសូមម្នាក់100មកមួយអាទិត្យបានតែមួយរៀលហ្នឹងក៏អាចជួយផ្នែកហិរញ្ញវត្ថុដល់ admin ខ្លះបានដែរទុកគ្រាន់តែ download វីដេអូទុកមកសង្ខេបជូនអ្នកនរគ្នាអញ្ចឹងណាហើយបើមិនបានម្នាក់100ទេបានត្រឹមជួយចុច like subscribe share ម្នាក់មួយតែក៏បាន admin នឹងសប្បាយចិត្តហួសហ្នឹងហើយមានអីនិយាយតែប៉ុណ្្នឹងនោះទេជួបគ្នានៅវីដេអូ episode ក្រោយ bye bye